Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងទឹកដីទាំងប្រពលវិញ្ញាណវគ្គ2នៅកម្រិត130តទៀតដែលពីនេះដែរគឺវាយគ្នាដឹងតែល្អមើលញាក់ចាច់ទៀតហើយបាទមកកាពេលយូរយើងចូលមកកាន់សាយរឿងរបស់យើងតែម្ដងទៅលន់វឹងគឺជា Soul Master level 94ស្មើនឹង Soul Mentor level 9ដែលនេះក៏បានបញ្ចេញនៅរូបរាងកាយនៃអាវុធភ្លើងរបស់ខ្លួនគឺជាហង្សភ្លើង Soul Guide មួយប្រភេទក៏បានស្ដីបន្ទោសទៅឲ្យកូនចៅរបស់ខ្លួននៅទីនេះទីថាពួកអាលងើអើយពួកអីបើភ្នែកធំធំមើលច្បាស់មកថាយើងគឺជានរណានៅពេលដែលកូនចៅរបស់ខ្លួនដឹងនឹងការពិតនោះវាក៏បានបែររំរងនៅកណ្ដងខ្យងទៅរើហួយហាជំនួសវិញគាត់មានការផាត់ភ័យខ្លាំងនឹងជិតគិតថាមិនស្រួលនោះទេខណៈពេលដែរលន់ហ្វឹងក៏បានវិភាគបន្ថែមគាត់គិតទៀតថាកម្លាំងរបស់គាត់ពេលនេះគឺទៀបជាងលន់ហ្វឹងឆ្ងាយមែនទែនដូច្នេះគាត់ទៅតែរកវិធីដើម្បីរត់គេពីទីនេះគាត់ក៏បានក៏លេចទៅកាន់មេតបធំរបស់ពួកគេគឺស្លៀកពាក់ឈុតក្រហមគឺព្រះនាងជូស៊ីនឹងឯងលន់ហ្វឹងក៏បានយកទៅរៀបពីមុខក៏បានកាប់មួយដាវអណ្ដាតភ្លើងយន្តថងក៏បានរងរាងកាយរបស់គាត់ឲ្យទីមកក្រាបបន្តិចខណៈពេលនោះគាត់ក៏បានប្រើប្រាស់នៅដៃតករបស់ប៊ីងប៊ីងក៏បានចេញមកជួយទប់ទល់ជាមួយនឹងដាវភ្លើងនោះបានជោគជ័យតែប៊ីងប៊ីងបញ្ជាក់ទៅកាន់លន់ហ្វឹងទៀតថានេះគឺជាតំបន់ពោខាងជើងរបស់យើងណាឯងចង់ប្រើប្រាស់នៅកូនមន់ភ្លើងនេះចង់ទប់ទល់ជាមួយនឹងយើងផងពីអបបចោតនោះទេនេះក៏បានបំផ្លាញញ៉ាំដាវភ្លើងនោះចោលភ្លាមចំណែកធីមក៏បានអបអសាទរឲ្យគូសាយរបស់ខ្លួនមិនជួយនោះទេបើជាឈោអបអសាទរដូចជាអ្នកគាំទ្រទៅវិញលន់ហ្វឹងក៏មិនញញើនោះដែរក៏បានក៏រិមទៅកាន់នាងថានាងមិនគោរពជើងផងភ្លក់នៃស្នៀតដែរនៃហងភ្លើងរបស់ជើងទៅប្រដៅជើងធំក៏បានឈ្មោះទៅរនាងក្នុងពេលនោះប៊ីងហក់ឡើងលើការប្រើប្រាស់នៅដែរទៅកកមួយក៏ពិបកវិញកម្លាំងរបស់នាងពេលនេះគឺខំមែនទែនអាចវាយជាមួយនឹងលន់ហ្វឹងlevel 94បានគ្រូកំភ្លើងឈ្មោះទៅរហូយហាក៏បានប្រើប្រាស់នៅស្នៀត4របស់សិស្សច្បងស៊ូអេនជីផ្លាស់ប្ដូរនៃទីតាំងជាមួយនឹងលន់ហ្វឹងឲ្យលន់ហ្វឹងនឹងទៅរងនៅក្របនៅជំនួសវិញហើយហូយហាក៏បានចូលទៅពីក្រោយនៅព្រះនាងជូស៊ីក៏បានប្រើប្រាស់នៅស្នៀតនៃឆ្អឹងព្រលឹងលលាក្បាលគឺជាស្នៀតនៃយុវវិសារបស់ខ្លួនចាត់ការទៅលើជូស៊ីក្នុងពេលនោះអញ្ចឹងទៅនាងក៏បានបញ្ចេញនៅខាងការពារគេហៅថារនាំងគ្មានសមោលលន់ហ្វឹងក៏បានស្រែកពីចម្ងាយឲ្យការពារនៅមេវិជាការរបស់ខ្លួនហូយហារត់គេចទៅមុខបណ្ដានឹងក៏គិតនឹងចិត្តទីថាអីក៏នាងមានអាវុធសូលកាយច្រើននៅថ្នាក់នេះពិសេសគឺខែគ្មានសមោលនឹងតែម្ដងពេលដែលក្រកកំភ្លើងជាច្រើនឈ្មោះមករោគាត់ហូយហាក៏បានប្រើប្រាស់នៅស្នៀតនៃឆ្អឹងព្រលឹងមកផ្កាយអានេះរបស់គាត់ទាត់មួយជើងបន្លាទៅក៏ជាច្រើនហក់ទៅខាងមុខម្លាពួកគេថែមទាំងបានបំផង់នៅរាងកាយរបស់លន់ហ្វឹងផ្លែដៃជើងធំរបស់ប៊ីងប៊ីងក៏បានចូលមកបន្ថែមលន់ហ្វឹងក៏នឹងចិត្តទីថាត្រូវតែរកវិធីចាត់ការនៅម្នាក់ស្រីនេះបានលឿនបំផុតដើម្បីទៅជួយនៅមេវិជាការធំរបស់ខ្លួនហូយហាក៏ចាប់ផ្ដើមកើតរកវិធីដើម្បីរត់គេពីទីនេះមានតែចាប់នៅមេវិជាការរបស់ពួកវាតែប៉ុណ្ណោះទៅមុខក៏បានប្រើប្រាស់នៅស្នៀតទី2នៃឆ្អឹងព្រលឹងលលីក្បាលរបស់ខ្លួនគឺវាប្រហាផ្លូវជើងតែម្ដងបានចេញទៅកឹងមកនេះក៏បានបញ្ចេញនៅខាងកាពីយ៉ាងខ្លាំងមួយទៀតគឺជាខែគ្មានស្មៅដូចគ្នាលន់ហ្វុងចាប់ដើមបាត់ភ័យហើយហួយហើយក៏ព្យាយាមរត់គេចពីចំហៀងទៅមួយចំហៀងទៀតបន្ទាប់មកក៏ប្រើប្រាស់នៅកញ្ញាមខ្លាឃ្មុំមីខ្មារបស់ខ្លួនវាបំបែកនៅរនាំងគ្មានស្មៅរបស់ជូស៊ីក្នុងពេលនោះដាល់ភ្លើងយ៉ាងខ្លាំងក៏បានវាបំផើរាងកាយរបស់ប៊ីប៊ីឲ្យទីទៅខាងឆ្លៀតការល្អក៏បានខ្លួនមិនទេដើម្បីជួយសង្គ្រោះនៅមេជាការធំពេលដែលហួយហើយក៏បានវាបំបែកនៅរនាំងគ្មានស្មៅនោះបានជោគជ័យរាងកាយក៏ខ្ទាតទៅក្រោយក៏បានលូកដើរទៅចាប់កនាងជាប់គាត់គិតថាដល់ពេលដែលត្រូវជជែកគ្នាហើយក៏បានដកនៅស្រោមមកបង្ហាញមុខមាត់ពេនហើយជូស៊ីក៏បានទាញញមុខគ្រប់មុខរបស់ខ្លួនចេញក៏ភ្ជាប់អាចជាខ្លាំងទៅពេលដែលអ្នកទាំងពីរបានជួបគ្នាម្ដងទៀតលន់ហ្វឹងក៏បានជួយទាំងក្រោមចំណែកប៊ីងប៊ីងក៏បានជួយទៅក្នុងសម័យគូក៏បានរបស់ហូយ៉ាវិញហូយ៉ាដំបងគឺប្រឡែងដៃបន្តិចដោយដឹងថាជាស៊ូជូស៊ីតែជូស៊ីបែរជាឲ្យហូយ៉ានឹងចាប់កខ្លួនឯណែនចាប់នាងធ្វើជាចំណាំខ្មាំងទៅហូយ៉ាភាពអើខ្លាំងបន្តិចក៏បានលើកនឹងកបាត់មួយដើម្បីភ្ជងគម្រាមទៅកាន់ពួកគេនេះក៏បានគម្រាមទៅកាន់ហូយ៉ាហើយជូស៊ីក៏បានប្រាប់ទៅកាន់ហូយ៉ាទៀតថានេះគឺជាសូម៉ាសឺ level 94ហូយ៉ាមិនមែនជាដៃគូរបស់នាងនោះទេអញ្ចឹងមានតែប្រាវិធីនេះតែប៉ុណ្ណោះហូយ៉ាក៏បានប្រាប់ទៅកាន់នាងជាសម្ងាត់ផងដែរហើយក៏បានចងចាំនៅស្ដីដែលធ្លាប់ប្រាប់គាត់ថាលន់ហ្វឹងគឺជាជើងខ្លាំងមេរោសមត្ថភាពគឺមិនចាញ់ពីជ័យយូលីងនោះទេនាងក៏ជាមេបញ្ជាការនៃកងទាហានហងភ្លើងផងដែរទាហានហងភ្លើងគឺជាក្រុម Soul Mentor មិនមែនជា Soul Guide នោះទេភាគច្រើនគឺជាមនុស្សស្រីដែលពួកគេគឺហោះនៅលើអាកាសហើយពេលនេះគឺនាងគឺជាមេបញ្ជាការរងបន្ទាប់ពីព្រះនាងជូស៊ីហូយហាក៏បានបញ្ជាឲ្យពួកគេនឹងដកថយក្រោយមួយចំហៀនបើមិនដូច្នេះគាត់នឹងយកជីវិតរបស់នាងតែលន់ហ្វឹងមិនព្រមនោះទេអញ្ចឹងទៅក៏ជូស៊ីប្រតិការលោកយន្តលន់ហ្វឹងទីតាំងកុំបារម្ភខ្ញុំអីពួកគេក៏បានតថ្លៃជាមួយនឹងហូយហាក៏តទៅវិញថានាងគ្មានសិទ្ធិអ្វីមកចោទចាញ់ជាមួយនឹងយើងនោះទេបើមិនដូច្នេះគាត់មិនអាចធានានូវសុវត្ថិភាពរបស់មេវិជាការរបស់ពួកវានោះឡើយអញ្ចឹងទៅលន់ហ្វឹងក៏បានយកព្រមបញ្ជាឲ្យកូនចៅរបស់ខ្លួននឹងឈរទៅម្ខាងទុកផ្លូវឲ្យហូយហាដើម្បីដកថយពីទីនេះតែនាងក៏បានគម្រាមទៅកាន់ហូយហាយកលើកចុងក្រោយទៀតថាត្រូវតែរក្សានៅការសន្យាហើយក៏បានចាប់នៅព្រះនាងយូស៊ីចាក់ចេញពីទីនោះតែម្ដងទៅពួកគេក៏បានមកដល់នៅកន្លែងមួយនៅក្រោមដើមឈើរសានតិចនេះគឺជាតំបន់ពោលមិនថាកន្លែងណានោះទេសុទ្ធតែមាននៅតកឲ្យនៅផ្កាតកហូយហាក៏បានដកលៀមពាក់ចេញមិនមែនដកទាំងអស់នោះទេបាទដកនៅឈុតក្រៅតែប៉ុណ្ណោះហើយជូស៊ីក៏មិនស្មានថាពួកគេបានជួបគ្នាម្ដងទៀតដំបូងនាងគិតថាហូយហាស្លាប់បាត់ទៅហើយហូយហាក៏បានសុំទោសនាងផងដែរតែចាប់នាងធ្វើជាចំណាប់ខ្មាំងហើយនាងក៏មិនចង់ឃើញហូយហានៅក្នុងស្ថានភាពនេះដែរតែអ្វីនាងស្វ័យចិត្តនៅពេលដែលឃើញហូយហានៅមានជីវិតនោះឡើយអញ្ចឹងជូស៊ីស្រឡាញ់ហូយហាមិនចាញ់វ៉ាងតុងនោះទេហូយហាសន្យាថានឹងនាំនាងចាក់ចេញពីអាណាចក្រសូយ៉ានទ្រីចាប់
ផ្ដើមនៅជីវិតថ្មីមួយទៀតហើយជាមួយនឹងសមត្ថភាពរបស់នាងគឺអាចរស់នៅដោយខ្លួនឯងបាននេះមិនមែនជារឿងដែលពិបាកនោះទេចង់ឲ្យនាងនឹងដកខ្លួនចេញពីសង្គ្រាមដ៏ខុសខើមួយនេះហើយក៏មិនចង់ឲ្យនាងទាញនូវមនុស្សទាំងអស់ពាក់ព័ន្ធជាមួយនឹងសង្គ្រាមនេះដែរនាងបែរជាក្តាប់ដៃយ៉ាងណានាងក៏និយាយទៀតថាលោកនិយាយស្រួលខ្លាំងណាស់ចុះនៅពេលដែលអាណាចក្រ Starlu បានសម្លាប់នៅឪពុកហើយនឹងបំផ្លាញនៅគ្រួសាររបស់ខ្ញុំនោះហេតុអីក៏លោកមិននិយាយទៅកាន់មេវិជាការរបស់ពួកគេផងពួកគេបានបំផ្លាញអ្វីគ្រប់យ៉ាងដែលខ្ញុំមានខ្ញុំត្រូវតែសងសឹកខ្ញុំក៏ធ្លាប់ប្រាប់លោកពីមុនហើយដែរថាហេតុផលដែលខ្ញុំរួមមកដល់បច្ចុប្បន្ននេះគឺមានតែមួយគត់គឺត្រូវតែសងសឹកហើយអ្នកណាដែលអាចជួយខ្ញុំសងសឹកខ្ញុំនឹងតបស្នងសងគុណទៅកាន់ពួកគេវិញនោះគឺជាស៊ូធានរ៉ានមិនមែនជាលោកនោះទេខ្ញុំសូមបញ្ជាក់ថាសាច់រឿងសេរីទងហោអាចជាមិនដូចជាសាច់រឿងប្រឡំលោកកន្លែងខ្លះគឺគេនឹងកែច្នៃផ្លូវរបស់លោកផ្សេងផ្លូវរបស់ខ្ញុំផ្សេងបើលោកចង់បញ្ឈប់ខ្ញុំមានតែផ្លូវមួយគត់នោះគឺសម្រាប់ខ្ញុំចោលធ្វើហួយហៅខ្ញុំអល់ជាខ្លាំងហើយគ្មានអ្នកណាមិនអាចរារាំងនៅផ្លូវរបស់នាងបាននោះទេហើយនាងនឹងបញ្ចប់សម្រេចនៅមហិច្ឆតារបស់ខ្លួននឹងដឹកនាំនៅអាណាចក្រសូយ៉ានទ្រាបន្ទាប់ពីស៊ូធានរ៉ានហើយនឹងកំទេចនៅអាណាចក្រទាំង3ចោលបន្ទាប់មកក៏បាននឹងបង្រួបបង្រួមនៅទឹកដីធម្មពលវិញ្ញាណមួយនេះឡើងវិញក្រោមដៃរបស់នាងតែម្នាក់មានន័យថានឹងបង្រួបបង្រួមតែចង់បង្រួបបង្រួមបានត្រតែសម្រាប់នៅស្ដេចរបស់ពួកគេចោលជាមុនសិនវាក៏មិនខុសពីការបង្កសង្គ្រាមនោះដែរមានន័យថាវាយដណ្ដើមយកប្រទេសមួយទៀតដើម្បីគ្រប់គ្រងនៅក្នុងដៃតែអ្នករងទុក្ខគឺជាប្រជាជននឹងឯងហើយនាងបែរជាគិតថានៅពេលដែលនាងអាចគ្រប់គ្រងនៅទឹកដីទាំងមូលបានហើយពេលនោះមនុស្សជាតិលែងមានសង្គ្រាមតទៅទៀតហើយនាងអាចគ្រប់គ្រងនៅទឹកដីមួយនេះបានដោយរលូនបង្កើតនូវសន្តិភាពវិញហើយក៏តទៅវិញទៀតថារឿងមួយដែលនាងនិយាយត្រូវនោះគឺខ្ញុំត្រូវតែសម្លាប់នាងចោលក៏បានលើកទឹកបន្ទោចមួយធ្វើឲ្យនាងខ្លាំងហួយហើយក៏បានចាក់កនាងបន្តិចក៏ប៉ុន្តែមិនទាន់រុញទៅខាងមុខនោះទេនាងក៏ព្រមឲ្យហួយហានឹងសម្លាប់ខ្លួននាងស៊ូស្លាប់ក្រោមដៃរបស់ហួយហាតាមពិតទៅគ្រាន់តែជាល្បិចរបស់ស្រីតែប៉ុណ្ណោះពួកនាងដឹងថាហួយហាចិត្តទន់រួចទៅហើយហួយហាហើយនឹងជូស៊ីចាប់ផ្ដើមនឹកឃើញទៅដល់អតីតរូបភាពពីអតីតកាលដែលពួកគេគឺជាសិស្សច្បងសិស្សប្អូននឹងគ្នាមានរូបភាពជាច្រើនដែលពួកគេធ្លាប់ឆ្លងកាត់ដូចជាគូស្នេហ៍អញ្ចឹងហើយនឹងក៏ធ្លាប់ជួយសង្គ្រោះនៅជីវិតរបស់ហួយហារួចម្ដងផងដែរហើយពេលចុងក្រោយដែលពួកគេជួបគ្នានោះគឺពេលវេលាចុងក្រោយដែលហួយហាបានជួយសង្គ្រោះនៅជូស៊ីចេញពីសមរភូមិហើយនឹងគ្រាន់តែសង្ឃឹមថានឹងមិនជួបហួយហានៅក្នុងសមរភូមិដែលជាសត្រូវរបស់ខ្លួនទៅចោលហួយហាក៏បានកាប់មួយកំបិតមិនដឹងថាកាប់អ្វីពិតប្រាកដនោះទេមួយស្ទុះក្រោយមកក៏ឈាមប្រឡាក់ពេញមុខរបស់ជូស៊ីធ្វើនាងភ្ញាក់ផ្អើលខ្លាំងមិននឹកស្មានថាហួយហាហ៊ានធ្វើដល់ថ្នាក់នេះបាទហើយហួយហាប្រើប្រាស់នៅកំបិតនោះចាក់លុះនៅបេះដូងរបស់ខ្លួនឯងរំលឹកទៅកាន់អតីតកាលនៅពេលដែលថ្មិញរបស់ចចព្រះច័ន្ទប្រាក់នោះបានខាំក្បែរនៅបេះដូងរបស់ហួយហាក៏បានដឹងហើយរស់រានមានជីវិតដែលជូស៊ីជាអ្នកជួយសង្គ្រោះនៅជីវិតរបស់ខ្លួនអញ្ចឹងគាត់បានតបស្នងនៅបំណុលឈាមមួយនេះត្រឡប់មកវិញអស់ហើយបានជាគាត់នឹងលើកនឹងកំបិតបីចាក់ខ្លួនឯងបែបនេះធ្វើជូស៊ីនឹងរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកហួយហាក៏បានបញ្ជាក់ទៀតថាចាប់ពីពេលនេះតទៅយើងជួបគ្នានៅក្នុងសមរភូមិមានតែជាសត្រូវនឹងគ្នាតែប៉ុណ្ណោះទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវបានកាត់ផ្តាច់ក្នុងពេលនោះនៅពេលក្រោយហួយហានឹងបញ្ឈប់ជូស៊ីដោយខ្លួនឯងផ្ទាល់និយាយរួចនឹងក៏បានចាក់ចែងទៅនាងបានត្រឹមតែសម្រក់ភ្នែកខូចចិត្តតែប៉ុណ្ណោះហើយក៏មិននឹកស្មានថាហួយហាហ៊ានធ្វើដល់ថ្នាក់នេះបាទអញ្ចឹងហើយបានជានាងស្រឡាញ់ហួយហាជាងស៊ូធានរ៉ានទៅទៀតឈាមប្រឡាក់ពេញដីមិនដីនោះទេជាស្រ័យបាទគឺតកតែជូស៊ីក៏បានលើកនៅមកជុលអ្វីម្យ៉ាងមិនដឹងថានាងបានយកអ្វីពីហួយហានោះទេដោយសារតែសាច់រឿងនេះគឺគេសង្ខេបខ្លាំងមែនទែនតែអ្វីដែលខ្ញុំដឹងនៅក្នុងសាច់រឿងកុំមានចរណានោះគឺជាទឹករបស់ហួយហាដើម្បីបន្តពូជតែសាច់រឿងនេះខ្ញុំមិនដឹងថាគេប្រើប្រាស់នៅអ្វីហើយយកអ្វីនោះទេអាចជាឈុតឆាកសំខាន់នឹងអាចជាគេទុកដាក់នៅភាគក្រោយអាចថាគេកំពុងតែលាក់នៅសាច់រឿងកន្លែងហ្នឹងហួយហាក៏បានបន្តដំណើរមកពលខាងជើងគឺចូលឲ្យជ្រៅទៅកាន់តំបន់កណ្ដាលគឺជាតំបន់អសាន្តជាហើយស្មាផ្កាយនេះក៏បានជួសជុលនៅរបួសរបស់ហួយហាអំបញ្ញនេះផងដែរហួយហានៅតែបន្តកើតសត្រូវធំបំផុតរបស់គាត់ម្នាក់ទៀតនោះគឺជាជូស៊ីដូច្នេះពេលនេះក៏ទៅតែបំផ្លាញនៅផែនការរបស់ជូស៊ីឲ្យបានក៏ត្រូវការជំនួយបន្ថែមពីពលខាងជើងក៏បានឃើញនៅចំណូលនៃសត្វចម្លែកមានដូចជាខ្លាឃ្មុំតកជាដើមដែលធាងកាយរបស់វាគឺធំខ្លាំងមែនទែនគឺវាខ្លាំងក្នុងការវិភាគជាងាយចិត្តអាចស្មើទៅនឹងសូម៉ាសឺលះលហួនជាច្រើនរូបក៏បានបន្តដំណើរទៅខាងមុខទៀតថតនៅលើអាកាសក្នុងបរិយាកាសដ៏សន្តិជាហើយក៏បានជួបជាមួយនឹងកំប្រុងតករួមជាមួយនឹងអាសត្វចម្លែកចំមកខ្លីមិនដឹងថាគេហៅថាអ្វីពិតប្រាកដនោះទេមាននេះដូចជាសត្វដំរីអញ្ចឹងហើយសត្វទាំងអស់សុទ្ធតែអាចរស់រាននៅក្នុងតំបន់ពលដ៏សន្តិជានេះបានដូច្នេះពួកវាសុទ្ធតែមានទំនាក់ទំនងអ្វីជាមួយនឹងគ្នាអាចនិយាយថាគឺមាននៅធាតុជាដូចគ្នាទាំងអស់អញ្ចឹងគាត់ក៏បានចងចាំកាលពី10ឆ្នាំមុនគាត់ធ្លាប់ធ្វើដំណើរមកកាន់ទីនេះពឹងទៅលើអាសូតអាវខាងក្រៅរបស់ធានមឹងឯកាពីស្ថានភាពដ៏សន្តិជាទីនេះបានតែគាត់មកលើកនេះគឺខុសគ្នាហើយក៏បានមកដល់នៅតំបន់កណ្ដាលគឺជាស្នូលដ៏សំខាន់នៃពលខាងជើងក៏ជាកន្លែងដែលជាជាងគេបំផុតនៅស្ថានភាពគិតប្រមាណអង្សា0ឬក៏ក្រោម0នោះទេតែខ្ញុំគិតអាចជាក្រោម0អង្សាទៅទៀតអធិរាជប្រសិទ្ធក៏បានបង្ហាញខ្លួនចាប់ផ្ដើមបង្វិលខ្លួននៅលើអាកាសនេះមានអារម្មណ៍ថារីករាយខ្លាំងនៅពេលដែលមកដល់ផ្ទះកំណើតរបស់ខ្លួនហើយព្រលឹងទាំង3ក៏បានបង្ហាញខ្លួនដូចគ្នាផងដែរពីបៀក៏ទៅការនិយាយអំពីធាននៃទឹកកកដ៏បរិសុទ្ធឬក៏ ultimate របស់សុទ្ធរបស់អធិរាជប្រសិទ្ធដែលទទួលបានពីទឹកដីមួយនេះហើយនេះគឺកើតចេញពីធម្មជាតិនេះគឺចាប់ផ្ដើមលោតរាំនៅលើអាកាសនេះគឺជារបាំមួយប្រភេទនៅពេលដែលរាំហើយនឹងបញ្ចេញនៅ
មហាទិនៃតកដ៏ខ្លាំងក្លាក៏បង្កើតដូចជាព្រិលដែលគ្របដណ្ដប់ជុំវិញទីនោះគឺនៅក្នុងតំបន់ពលកងជើងទាំងមូលតែម្ដងសូម្បីតែកន្លែងដែលកងទ័ពរបស់ទីនឹងជូស៊ីបោះជំរំក៏រងនៅឥទ្ធិពលនៃព្រិលតកនោះផងដែរនៅពេលដែលជូស៊ីក៏បានមកដល់ល្មមលន់ហ្វុងមានការផ្អើលជាខ្លាំងហើយក៏បានសួរអំពីសុវត្ថិភាពរបស់នាងថានាងមិនអីនោះទេក៏បានដាក់បញ្ជាឲ្យក៏ហៅនៅកូនចៅរបស់ខ្លួនឲ្យមកជួបជុំគ្នាក្នុងពេលនោះពេលនេះជូស៊ីក៏បានបញ្ជាឲ្យពួកគេនឹងរៀបចំនៅកម្លាំងប្រមូលផ្ដុំគ្នាបីត្រៀមទប់ទល់ហើយដំណើរការនៃការរុករ៉ាយឲ្យកាន់តែលឿនលន់ហ្វុងគិតថាដាវលហិតរបស់ខ្លួនខានទៅជក់ជាមនុស្សយូរណាស់មកហើយអញ្ចឹងដល់ពេលដែលនាងត្រូវបញ្ចេញសកម្មភាពម្ដងហើយជូស៊ីក៏ទៀតថាហួយហានឹងត្រឡប់មកវិញមិនខាននោះទេតែមកលើកនេះគឺអាចជាសត្រូវនឹងគ្នានៅពេលនោះក៏ផ្នែកខាងក្រោមនៃផ្ទាំងតកដ៏សែនក្រាស់ក៏ចាប់ផ្ដើមប្រេះបែកហើយភ្នំក៏ចាប់ផ្ដើមរង្គោះរង្គើហួយហាមានអារម្មណ៍ថាដូចជាមិនសូវស្រួលក៏បានកលេចទៅក៏បានឃើញនៅចំនួននៃសត្វចម្លែកកំពុងតែបះបោរមកកាន់កន្លែងរបស់ខ្លួននោះហើយក៏បានឃើញនៅសត្វចម្លែកដែលមានរាងធំជាងគេនៅតំបន់នោះក៏ឲ្យឈ្មោះថាស្ដេចបិសាចព្រិលថៃឋានឈ្មោះខាត់គេហៅថាថៃគឺជាស្ដេចទី3ក្នុងចំណោមស្ដេចទាំង3ដែលស្ថិតនៅឯពលខាងជើងនេះគឺបន្ទាប់ពីអធិរាជព្រិលសប៊ីងបន្ទាប់មកក៏អាថៃនឹងឯងហើយសត្វព្រលឹងមួយក្បាលទៀតនេះគឺជាខ្លាឃ្មុំតកដ៏កាយសាហាវមួយក្បាលហួយហាវាឲ្យខ្លាំងមែនទែនដែលគិតថារូបរាងកាយរបស់វាគឺមិនទាបជាងអាថៃប្រមាណនោះទេនៅពេលដែលជួបជាមួយនឹងអធិរាជព្រិលសក៏បានអោនក្បាលទៅការគោរពយ៉ាងគួរសមបំផុតនេះក៏បានយកដៃឯក្បាលរបស់ស្ដេចខ្លាឃ្មុំតកដែលឈ្មោះពិតរបស់ខ្លាឃ្មុំតកគឺបាយហួយហាក៏ចាប់ផ្ដើមកើតការវឹកហាត់របស់វាគឺមិនទាបនោះទេតែពិតអាយុរបស់វាដូចជា300,000ឆ្នាំតែអាថៃដូចជាត្រឹម200,000ឆ្នាំនោះទេបាទវាក៏ចាប់ផ្ដើមគិតពីកម្លាំងរបស់ស្ដេចខ្លាឃ្មុំសត្វព្រលឹងពីរក្បាលកម្លាំងរបស់វាមិនទាបជាងសៀងជន់គឺជាខ្លាឃ្មុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីធានស្ថិតនៅឯព្រៃសាដូប្រមាណនោះឡើយអធិរាជព្រិលសគិតថាស៊ីប៉ៃដូចជាធាត់ជាងមុនហួយហាផ្ញើឲ្យជាខ្លាំងស៊ីប៉ៃដូចជាមានឈ្មោះមានន័យថាដូចជាខ្លាតូចបាទតែទាំងជាក់ស្ដែងរូបរាងរបស់ស៊ីប៉ៃគឺធំខ្លាំងមែនទែនពីប៊ីគឺធ្វើការរៀបរាប់ដែលតាមពិតទៅគឺស៊ីប៉ៃពីមុនគឺជាខ្លាឃ្មុំដ៏កាយសាហាវមួយក្បាលដែលបានពង្វែងនៅទីនេះជាងទៅក៏អធិរាជព្រិលសនោះក៏បានរើវាមកចិញ្ចឹមហើយក៏បានផ្ដល់នូវក្តីស្រឡាញ់រួមជាមួយនឹងការហ្វឹកហាត់ជាច្រើនស៊ីប៉ៃក៏បានចាត់ទុកអធិរាជព្រិលសគឺជាម្ដាយរបស់ខ្លួនចាប់ពីពេលនេះតទៅរហូតមកដល់បច្ចុប្បន្នអតីតអោនក៏បានទៅការគោរពទៅកាន់អធិរាជព្រិលសដែលជាស្ដេចរបស់ខ្លួនផងដែរនេះក៏បានសួរទៅកាន់កូនចៅរបស់ខ្លួនទាំងអស់ហើយក៏បានបញ្ជាក់ថានេះគឺជាទឹកដីពិសិដ្ឋរបស់ពួកគេហើយនេះក៏មានមោទនភាពជាខ្លាំងដែលបានកើតនៅទីនេះពលហេតុដែលនាងបានកោះហៅនៅពួកគេមកជួបជុំគ្នាគឺមានរឿងពីរសំខាន់ដែលរឿងទី1នោះបន្ទាប់ពីការជួបជុំនេះហើយនាងនឹងចូលទៅហ្វឹកហាត់បីឈានទៅដល់ level ខ្ពស់គឺខ្លាចទៅជាអតីតជាមួយនឹងហួយយ៉ាហាវហើយមិនដឹងថាពេលណានាងចាក់ចេញមកវិញនោះទេអញ្ចឹងមានតែនិយាយលាគ្នាមុនជាមួយនឹងពួកគេសិនតែប៉ុណ្ណោះហើយក៏ជាពេលវេលាចុងក្រោយសម្រាប់ពួកគេដែលបានឃើញគ្នាផងដែរឬសម្លេងបែបនេះក៏ធ្វើឲ្យអាថៃរួមជាមួយនឹងស៊ីប៉ៃមិនពេញចិត្តទៅសោះសូម្បីតែសត្វព្រលឹងដទៃទៀតហើយរឿងទី2ដែលនាងចង់ប្រកាសនោះគឺនាងនឹងជ្រើសរើសនៅអ្នកស្នងតំណែងបន្ទាប់ទៀតពួកគេកាន់តែមិនសប្បាយចិត្តចាប់ផ្ដើមហូរកញ្ជ្រៀវធ្វើឲ្យអាថៃនឹងខឹងខ្លាំងអធិរាជព្រិលសក៏បានជ្រើសរើសអាថៃធ្វើជាអ្នកស្នងតំណែងបន្ទាប់របស់ខ្លួនគឺជាស្ដេចដែលគ្រប់គ្រងនៅពលកងជើងមួយនេះតែពួកគេហាក់បីដូចជាមិនពេញចិត្តនោះឡើយដែលជ្រើសរើសនៅស្ដេចថ្មីសូម្បីតែអាថៃក៏មិនចង់ទទួលនោះដែរហើយក៏បានសួរទៅកាន់ស្ដេចរបស់ខ្លួនវិញនាងប្រាប់ថានាងនឹងចូលហ្វឹកហាត់ជាមួយនឹងប៊ីងហើយអាថៃគឺជាមនុស្សដែលស័ក្តិសមបំផុតសម្រាប់ស្នងតំណែងបន្ទាប់ទៀតរបស់ខ្លួននាងចាក់ចេញទៅមិនមែនមានន័យថានាងនឹងត្រូវស្លាប់នោះទេហើយនាងគ្រាន់តែសង្ឃឹមថាទីនេះគឺដូចនៅអ្វីដែលពេលដែលនាងគ្រប់គ្រងហើយអាថៃនឹងគឺគ្រប់គ្រងនៅកូនចៅរបស់ខ្លួននៅទីនេះបានល្អជាទីបំផុតតែតែបង្រួបបង្រួមនៅឯពលកងជើងកុំឲ្យសត្រូវនៅខាងក្រៅឈ្លានពានបានឯសោះវាក៏យល់ព្រមហើយក៏បានបញ្ជានៅកូនរបស់ខ្លួនទាំងអស់នាងហៅកូនចៅរបស់ខ្លួនថាកូនត្រូវតែស្ដាប់តាមបញ្ជារបស់ខ្លួនគោរពនៅអាថៃដូចជាគោរពខ្លួនអញ្ចឹងទោះបីជានាងចាក់ចេញទៅក៏ដោយនាងក៏នៅការពារនៅទីនេះហើយមិនឲ្យអ្នកណាបំពាននៅច្បាប់នៅទីនេះសោះឡើយអ្នកដែលបំពាននឹងក្លាយទៅជាសត្រូវរបស់ខ្លួនប្រការរួចនឹងក៏សាយរឿងបើយើងក៏ឆ្លៃតែប៉ុណ្្នេះនេះគឺជារូបរាងពិតរបស់នេះនៅពេលដែលកន្លងខ្លួនទៅជាមនុស្សរបស់អាតៃហើយមួយទៀតក៏រូបរាងរបស់ស៊ីប៉ៃបាទគឺដូចជាកូនក្មេងអញ្ចឹងមុខគេឡើងខ្ជូតតែនៅពេលកន្លងខ្លួនទៅជាមនុស្សរូបរាងតូចបន្តិចបាទអាចជាបើមិនប៉ិនហួយហាវក៏តូចជាងហួយហាវនោះដែរ